រដូវវស្សាបានមកដល់វាលស្រែដែលធ្លាប់តែស្ងួតហួតហែងពេលនេះចាប់ផ្ដើមប្រែពណ៌បៃតងខ្ចីគ្រាប់ស្រូវថ្មីបានដុះចេញពីដីដែលរងព្យុះបំផ្លាញសែមឈប់មើលវាលស្រែទាំងញញឹមធម្មជាតិបានបង្រៀនគាត់ថាទោះជាដួលរលំយ៉ាងណាក៏ដោយក៏នៅតែអាចដុះឡើងវិញបានតាំងពីសុភាទទួលបានអាហារូបករណ៍ជីវិតផ្ទះនៅចុងភូមិហាក់បីដូចជាមានពន្លឺជាងមុនលីណាខិតខំរៀនណាស់នាងតែងតែនិយាយថាថ្ងៃណាមួយខ្ញុំនឹងបានអាហារូបករណ៍ដូចបងដែរចំណែកឯប្អូនប្រុសរបស់នាងវិញក៏ស្គាល់អក្សរបានខ្លះៗហើយដែរជារៀងរាល់យប់សុភាតែងតែសរសេរអក្សរនៅលើក្តារខៀនចាស់មួយកខកក្មេងប្រុសបានយកម្រាមដៃដ៏តូចៗរបស់គេមកគូសតាមបងស្រីពេលដែលសរសេរត្រូវគេតែងតែសើចសប្បាយរហូតដល់សែមបានសើចតាមគេដែរនារសៀលថ្ងៃមួយអ្នកគ្រូលក្ខិណាបានមកដល់ផ្ទះក្រោយពេលផឹកទឹកមួយកែវគាត់ក៏ចាប់ផ្ដើមនិយាយខ្ញុំមានរឿងចង់ពិភាក្សាសែមបានដាក់កែវទឹកចុះមានរឿងអ្វីអ្នកគ្រូអ្នកគ្រូបានលូកដៃចូលទៅក្នុងកាបូបរួចដកឯកសារមួយចេញមកអាហារូបករណ៍នេះមិនត្រឹមតែជួយថ្លៃសៀវភៅនោះទេសែមបានស្ដាប់យ៉ាងយកចិត្តទុកដាក់បើសុភារៀនបានល្អបន្តទៀតឆ្នាំក្រោយគាត់អាចទៅរៀននៅសាលាគំរូក្នុងទីក្រុងបានសុភាភ្ញាក់ផ្អើលទៅរៀននៅទីក្រុងមែនទេអ្នកគ្រូពួកក្បាលតិចនៅទីនោះមានបណ្ណាល័យធំជាងនេះមានមន្ទីរពិសោធន៍មានគ្រូជំនាញជាច្រើនសំឡេងអ្នកគ្រូពោពេញទៅដោយក្តីសង្ឃឹមប៉ុន្តែគ្មាននរណាញញឹមឡើយព្រោះមនុស្សគ្រប់គ្នាសុទ្ធតែយល់អំពីអ្វីដែលមិនទាន់បាននិយាយចេញសុភាបាជាបំបីស្ថានភាពស្ងប់ស្ងាត់នោះមុនគេបើខ្ញុំទៅនាងងាកមើលលីណានិងប្អូនប្រុសតើនរណាជួយមើលប្អូនខ្ញុំអ្នកគ្រូសែមមិនឆ្លើយនោះទេហើយអ្នកណាដាំបាយអ្នកណាបោកខោអាវសុភាបានរៀបរាប់រាល់សំណួរទីច្រើនរបស់គេប៉ុន្តែគ្មាននរណាអាចឆ្លើយបាននោះទេយប់នោះសុភាអង្គុយតែម្នាក់ឯងក្រោមដើមស្វាយខ្សែដៃដែលឌីណាចងឲ្យនាងនៅតែជាប់នៅនឹងដៃនាងនឹកឃើញបណ្ណាល័យនិងសៀវភៅរាប់ពាន់ក្បាលចំណេះដឹងនឹងផ្ដល់ជម្រើសឲ្យល្អណាកូននេះជាបណ្ដាំរបស់អ្នកគ្រូលក្ខិណាប៉ុន្តែពេលដែលនាងងាកមកមើលផ្ទះវិញនាងឃើញឌីណាកំពុងតែអង្គុយលាងចានម្នាក់ឯងចំណែកឯប្អូនប្រុសកំពុងតែគេងលើកន្ទេលចាស់មួយសែមកំពុងតែដេកស្បែកជើងដែលរហែកដោយសារការធ្វើស្រែបើខ្ញុំទៅនាងបានខ្សឹបម្នាក់ឯងតើផ្ទះនេះនឹងទៅជាយ៉ាងណានៅថ្ងៃបន្ទាប់អ្នកគ្រូលក្ខណាបានហៅសុភាទៅក្រោមដើមអំពិលនៅក្បែរសាលាម្ដងទៀតអ្នកគ្រូដឹងថាកូនកំពុងតែគិតអ្វីសុភាអោនមុខចុះខ្ញុំមិនចង់ទៅទេអ្នកគ្រូភ្ញាក់ផ្អើលព្រោះបងប្អូនមែនទេកូន
សុភាងក់ក្បាលខ្ញុំមិនអាចទុកពួកគេចោលបាននោះទេអ្នកគ្រូសម្លឹងមើលទៅកាន់វាលស្រែដ៏វែងឆ្ងាយអ្នកគ្រូបានសម្លឹងទៅមើលវាលស្រែពណ៌បៃតងសុភាអ្នកគ្រូចង់សួរកូនមួយសំណួរចាអ្នកគ្រូបើថ្ងៃនេះកូនជប់រៀនដើម្បីនៅជាមួយបងប្អូនគាត់បានផ្អាកបន្តិច10ឆ្នាំទៀតកូននឹងជួយពួកគេបានអ្វីខ្លះសុភានៅស្ងៀមតែបើកូនខំរៀនមានចំណេះដឹងនិងមានការងារល្អអ្នកគ្រូបន្ត10ឆ្នាំទៀតកូនអាចផ្លាស់ប្ដូរជីវិតរបស់ពួកគេបានណាកូនពាក្យទាំងនោះមិនបានបង្ខំសុភាឲ្យជ្រើសរើសនោះទេតែវាបានបើកឲ្យសុភាឃើញពីអនាគតពីខ្សែជីវិតរបស់គេផ្លូវទី1នៅក្បែរប្អូនជារៀងរាល់ថ្ងៃចំណែកឯផ្លូវទី2ឃ្លាតឆ្ងាយពីពួកគេមួយរយៈប៉ុន្តែអាចនាំពួកគេទៅរកជីវិតបានល្អប្រសើរជាងមុនល្ងាចនោះសុភាបានវិលត្រឡប់មកផ្ទះវិញនាងមិនទាន់បានសម្រេចចិត្តនោះទេតែមានរឿងមួយដែលធ្វើឲ្យនាងភ្ញាក់ផ្អើលលីណាកំពុងតែដាំបាយចំណែកឯប្អូនប្រុសរបស់គេកំពុងតែប្រមូលអុសតូចយកមកដាក់នៅក្បែរចង្ក្រានសែមកំពុងតែជូតចានសុភាញញឹមទាំងងើយឆ្ងល់ថ្ងៃនេះអ្នកទាំងអស់គ្នាកំពុងធ្វើអ្វីណាបងខ្ញុំដឹងថាបងមិនចង់ទៅរៀនព្រោះតែបារម្ភពីពួកយើងសុភាសម្លឹងមើលប្អូនស្រីដោយក្រសែភ្នែករលៀងរលោងតែខ្ញុំធំហើយលីណាញញឹមខ្ញុំអាចជួយអ៊ំបានណាបងចំណែកឯប្អូនប្រុសវិញក៏លើកដៃឡើងខ្ញុំក៏ជួយបានដែរសូម្បីតែអ៊ំសែមក៏ញញឹមមើលទៅក្នុងផ្ទះនេះមិនមែនមានតែសុភាម្នាក់ទេដែលកំពុងតែធំសុភាទប់ទឹកភ្នែកលេងបាននាងទើបតែដឹងថាពេលមនុស្សម្នាក់ព្យាយាមដើម្បីគ្រួសារក៏ព្យាយាមដើម្បីមនុស្សម្នាក់នោះដូចគ្នាប៉ុន្តែការសម្រេចចិត្តចុងក្រោយនៅមិនទាន់មកដល់នោះឡើយមួយសប្តាហ៍ក្រោយមកសុភានៅតែមិនទាន់ឆ្លើយនឹងសំណួរដែលផ្លាស់ប្ដូរនឹងជីវិតរបស់នាងបានសំណួរនោះត្រឹមតែពាក្យពីរម៉ាត់ប៉ុណ្ណោះទៅឬក៏នៅព្រឹកមួយសំឡេងមនរងាវនៅជុំភូមិបានបន្លឺឡើងដូចរាល់ដងតែព្រឹកនេះសម្រាប់សុភាវាមិនដូចជាព្រឹកមុនទៀតនោះទេនាងអង្គុយនៅក្បែរមាត់ទ្វារសម្លឹងមើលទៅផ្លូវដែលលាតសន្ធឹងនៅមុខផ្ទះទៅកាន់ទីប្រជុំជននៅលើដៃរបស់នាងមានក្រដាសមួយសន្លឹកវាជាលិខិតផ្លាស់ប្ដូរជីវិតរបស់នាងអានវាម្ដងហើយម្ដងទៀតសូមអញ្ជើញចូលរួមបម្រើការងារនិងផ្លាស់ប្ដូរទីលំនៅនិងផ្លាស់ប្ដូរការសិក្សានៅទីក្រុងសុភាបត់ក្រដាសនោះយ៉ាងប្រុងប្រយ័ត្ននាងទម្លាក់ភ្នែកចុះទៅឬក៏នៅសំណួរនេះវាបានវិលវល់ក្នុងចិត្តរបស់នាងអស់ជាច្រើនថ្ងៃមកហើយបើទៅនាងអាចមានឱកាសរៀនបន្ថែមមានការងារល្អនិងអាចរកប្រាក់បានច្រើនជាងមុនប៉ុន្តែបងប្អូនរបស់គេទាំងពីរ
តែនេះតើអាចនៅបានដែរឬទេសែមក៏កាន់តែចាស់ទៅហើយតើនាងអាចចាក់ចេញបានដែរឬទេបងសំឡេងប្អូនស្រីបានធ្វើឲ្យនាងភ្ញាក់ពីការគិតនាងងាកមកមើលប្អូនស្រីយឺតប្អូនស្រីនៅឈរក្បែរមាត់ទ្វារកាន់កែវទឹកមួយនៅក្នុងដៃបងកំពុងអានអ្វីហ្នឹងសុភាញញឹមតិចគ្មានអ្វីទេអូនប្អូនស្រីមើលមុខនាងយ៉ាងយូរបងកំពុងតែគិតរឿងទៅទីក្រុងមែនទេសុភានៅស្ងៀមបន្តិចរឿងដែលនាងខំព្យាយាមលាក់ត្រូវបានប្អូនស្រីដឹងទៅហើយតើអ្នកណាប្រាប់ប្អូនសែមប្អូនស្រីអង្គុយក្បែរនាងប្រាប់ថាបងមានឱកាសល្អបានទៅទីក្រុងសុភាសម្លឹងមើលទៅផ្លូវមុខផ្ទះដ៏វែងឆ្ងាយបងមិនដឹងថាទៅឬអត់ទេអូនហើយអ្វីមិនទៅបងសំណួរដ៏សាមញ្ញមួយនេះបានធ្វើឲ្យសុភាស្ងាត់នាងមិនដឹងថាត្រូវឆ្លើយយ៉ាងណានោះទេព្រោះបងខ្លាចប្អូនពិបាកនឹងណាប្អូនស្រីញញឹមពីមុនបងធ្លាប់និយាយថាបងចង់ឲ្យពួកយើងមានអនាគតល្អមែនទេបងសុភាងក់ក្បាលមែនណាអូនបើបងមិនទៅតើយើងនឹងអាចមានអនាគតល្អយ៉ាងម៉េចទៅបងសុភាបែរមកមើលប្អូនស្រីពាក្យនោះសាមញ្ញប៉ុន្តែវាដូចជាគោះទ្វារបេះដូងរបស់នាងឲ្យបើកចំហនៅរសៀលថ្ងៃដដែលសែមអង្គុយនៅក្រោមដើមស្វាយសុភាបានយកទឹកមួយកែវមកដាក់នៅក្បែរបើខ្ញុំទៅរៀនទីក្រុងតើបងប្អូនរបស់ខ្ញុំនៅទីនេះបានទៀតទេសែមមិនទាន់ឆ្លើយភ្លាមនោះទេគាត់សម្លឹងទៅមើលដៃរបស់សុភាដៃដែលធ្លាប់ដងទឹកដាំបាយនិងបោកខោអាវឲ្យប្អូនដៃរបស់ក្មេងស្រីម្នាក់ដែលត្រូវរ៉ាប់រងការងារមនុស្សធំជាច្រើនឆ្នាំមកហើយសុភាកូននិយាយយឺតមិនចង់ឲ្យកូនចាក់ចេញនោះទេសុភាដកដង្ហើមវែងខ្ញុំក៏មិនចង់ទៅដែរសែមញញឹមទាំងសោកសៅប៉ុន្តែកាន់តែចាស់ទៅហើយសុភាមិននិយាយអ្វីទាំងអស់បើកូនបោះបង់អនាគតរបស់ខ្លួនដើម្បីលើថែអ្នកដទៃថ្ងៃមួយកូនអាចនឹងស្ដាយក្រោយណាកូនសុភាសម្លឹងទឹកមុខគាត់តែខ្ញុំមិនចង់ទុកពុកគេចោលទេកូនគ្រាន់តែទៅសាងអនាគតដើម្បីយកវាមកឲ្យពួកគេតែប៉ុណ្ណោះកូនគ្រាន់តែទៅសាងអនាគតដើម្បីយកវាមកជួយពួកគេនៅថ្ងៃក្រោយទឹកភ្នែកចាប់ផ្ដើមប្រមូលផ្ដុំក្នុងភ្នែករបស់នាងមនុស្សគ្រប់គ្នាខ្លាចពេលត្រូវដើរទៅកាន់ផ្លូវថ្មីគាត់បានងាកទៅមើលផ្លូវដ៏វែងឆ្ងាយភាពក្លាហានមិនមែនមានន័យថាមិនខ្លាចនោះទេភាពក្លាហានគឺនៅតែដើរទៅមុខទោះបីខ្លាចក៏ដោយយប់នោះសុភាមិនអាចគេងលក់នោះទេនាងនៅតែអង្គុយនៅក្បែរបង្អួចសម្លឹងមើលទៅព្រះច័ន្ទដែលព្យួរនៅនឹងលើមេឃដៃរបស់នាងមានលិខិតតូចមួយ
Nở lớp riêng đầy ở bọn niềng miếng rụt thọt chắc mùi sần lần rụt thọt đã ở cùng bọn đài nâng bốn tầng bảy bản lớp chung khỉ sụp phía bản lúc đai tư ba nở lơ rụt bọn đài mai xâm lên niềng sớt tay mình lử bà mai nơi mai nâng prap ở con tơ rồi nỡ mai cái biết chùm lời đầu tiên miếng tay cho lại bỏ tam chân lọt bằng ủi sụp phía bản bất đại nhớt nhớt có nút chân bọn niềng miếng xâm lên mùi cũng bóng tay prap thả ở tờ mình tại xâm lên mùi tiết có bán prap thả ở này nếu bác này lần bình hỏi mơ tơ ôn tàng bì đã công pông tại để có bài chân niệm ôn pro cắn pro đạp của mình lên chát mùi nước nông đầy chấm thấy ai ôn sợi bản cây ốc nói ốc để nếu bạn đề hỏi sụp phía nhỏ nhấp tên tập này bông nâng mình bọc bông phụ ai chào tên nếu bạn sọc sọc này ai bên tai bông con mình bọc bông là con bông đai nếu rất bên tổ sụp phía bạn cróc tăng pi bờ lầm nếu riêng cho mà hả xâm liệt mong bẻ ớt bông được bỏ kỳ tăng pi nè bên tổ mộng nếu do có bột chắc mùi mộng đã xâm liệt mong bẻ được bỏ luôn ôn pro bản rốt mốc bị khăn còi niềng bông tơ men tế sụp phía bản bác mực là niềng bản rốt chung cùng chọc hai ông e các bạn ôn pro bông tơ riêng nâng tơ thơ ca bên tai bông nâng trò lọc một quanh tế ôn pro ban mơ một độc bọt niềng bông sân này ra sụp phía bản đã một đêm đầy được bỏ niềm chốt lên nâng đầy được bỏ ôn pro sân nhà nát ôn sấy có bắt rốt mọc ọc niềng đôi kia bây nẹ bông ôn bản ốc kia dạng nghiêm ngặt miền Nam nè này dễ quay nổi tiếng pro pe cả cá bay kia mình mét miền đây tha chốt rồi lành kia nổi tiếng vì cứ chỉ ca chạ trên bản đỏ son đầm bánh trò lọt một quỳnh nước anacot mây mùi sụp phía bản lớp của bố đã nâng được mà niềng chó nâng một tề hai nghệ một mơ một đồng tiền tề trả đàm xoài còn đồng tự vì cứ chia tí cần lại thực này đang snap nhanh nhanh một đồng bộ kề xài bản chó nước bài thủy tôi cho con rồi phía như nhầm tiền thực này niềng bản ngũ qua tịch tịch bản tổ bỏ bản bắt trong hiền chính pi mục tiền ôn tăng bị bản chó bị càng còi niềng rồi phía bản hết nghĩa mơ nụ tệ bố niềng đang thả bên đang niềng nghĩa mơ thực này nó bỏ niềng và hát chi mình ai tục trộm lại lớn nơi bên ngày tiền niềng mình đỡ tha nâng chụp nở rước ở quay cả nụ tệ vận tải viết cái chia lượng đồng bộ được không chỉ vừa đồng bộ niềng để bán đa trên tờ rock anac của đồng bọc luôn ôn pro bản rách là thả bông sụp hi complex bộ dương nè sụp phía man trổ niềng bản nghĩa mộng nhầm nhầm bông mình đang lấy ôn tê mình nhốt bồn màn rột chốt cha một trường bản rột nhứt như tám lời chuyện sụp hì ông cuối có bài bóng ủi đây đồng bọn niềng cắn có bột chạc mũi đã nơn lượp lời nếu xâm lâm mơ nửa test phim nửa khẳng crowd đời mất đi dây vậy tiền ọ
វាស្រែដែលនាងធ្លាប់រើសគូស្រូវដាំត្នោតដែលនាងធ្លាប់ឃើញរាល់ថ្ងៃផ្លូវដែលនាងធ្លាប់ដើរទៅដងទឹកនិងដើរទៅសាលាអ្វីទាំងអស់កំពុងតែស្ថិតនៅពីខាងក្រោយនាងបន្តិចម្ដងសុភាលើកដៃកាន់កាបូបរបស់នាងជាប់ក្នុងចិត្តរបស់នាងមានតែមួយសំណួរតើខ្ញុំធ្វើនេះត្រូវឬខុសនាងមិនធ្លាប់ទៅទីក្រុងម្នាក់ឯងនោះឡើយប៉ុន្តែនាងចង់ឲ្យប្អូនៗមានអនាគតល្អនាងត្រូវតែសាកល្បងនៅពេលទៅដល់ទីក្រុងសុភាបានចុះពីលើរថយន្តទាំងសំឡេងម៉ូតូនិងរថយន្តលាន់ឮគ្រប់ទិសទីនាងឈរម្នាក់ឯងដោយក្នុងដៃមានកាន់ក្រដាសមួយតើខ្ញុំត្រូវទៅខាងណានាងសម្លឹងមើលនៅផ្លូវមួយទៀតបេះដូងរបស់នាងចាប់ផ្ដើមលូតញាប់ប៉ុន្តែបន្ទាប់ពីបានជួបអ្នកដំណើរម្នាក់នាងក៏បានដើរទៅលើផ្លូវតូចមួយរហូតដល់ឃើញអគារសុភាបានគោះទ្វារនាងដកដង្ហើមវែងបន្ទាប់មកនាងក៏បានបើកទ្វារចូលជំរាបសួរនាងខ្ញុំមកតាមលិខិតនេះស្ត្រីម្នាក់នៅតុទទួលភ្ញៀវបានយកក្រដាសពីដៃរបស់នាងសុភាចាបងមកពីជនបទមែនទេចាបងបន្ទប់មានតែក្រែមួយតុមួយនិងបង្អួចមួយនាងបានដាក់កាបូបចុះនាងក៏បានទាញទូរស័ព្ទចាស់មួយមានសារពីប្អូនស្រីបងដល់ហើយឬនៅសុភាអានហើយញញឹមនាងបានឆ្លើយតបសារនោះបងដល់ហើយអូនក៏មិនបារម្ភអីមិនយប់ប៉ុន្មានសារមួយទៀតបានចូលមកបងហូបបាយហើយនៅសុភាសើចតិចនាងបានតបបងញ៉ាំហើយអូនត្រូវស្ដាប់បង្គាប់បំសែមណានាងបានដាក់ក្បាលនៅលើខ្នើយក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់នាងបែរមុខទៅជញ្ជាំងទឹកភ្នែករបស់នាងចាប់ផ្ដើមធ្លាក់ចុះនាងនឹកផ្ទះនឹកសំឡេងប្អូននឹកដើមស្វាយនិងក្លិនផ្សែងពីចង្ក្រានអស់